រឿងច្បាប់ស្នេហ៍លើទឹកស្ទឹងនៅភូមិចាស់មួយបែបស្ងប់ស្ងាត់មានយុវតីម្នាក់នាងឈ្មោះស្រីនេះរស់នៅជាមួយម្ដាយក្នុងផ្ទះខ្នាតតូចជិតស្ទឹងបូររត់ព្រឹកនាងនាំគោទៅស្រែដាំស្រូវដាំទំពាំងហូបក្រឡុកហើយបន្ទាប់ពីល្ងាចនាងនាំទឹកស្ទឹងពីស្ទឹងមកស្រែស្រីនេះជាស្រីស្រស់ស្អាតមានចិត្តល្អទទួលស្រឡាញ់ពីអ្នកភូមិទាំងអស់ថ្ងៃមួយមានបរិះវ័យក្មេងម្នាក់ឈ្មោះវិវលមកពីស្រុកក្រុងមករំហែកាយនៅភូមិនេះជាមួយពុកម៉ែគាត់ជាជនជាតិរួមប៉ុន្តែរយៈបទស្តៀងនឹងអ្នកក្រុងមើលទៅខុសពីអ្នកស្រែថ្ងៃដំបូងដែលគាត់ឃើញស្រីនិតកំពុងស្ទូចត្រីនៅច្រាំងស្ទឹងបើគ្រាន់តែញញឹមតែប៉ុណ្ណោះប៉ុន្តែថ្ងៃក្រោយមកគាត់ចាប់ផ្ដើមមកជួយស្ទូចនាងហើយមកជួយបង្ហូរទឹកច្រោះដាក់ស្រែស្នេហាដែលផ្ដើមចេញពីការជួយគ្នានិងសាមគ្គីពេញចិត្តស្មោះពីដោយចិត្តនិងចិត្តប៉ុន្តែម្ដាយស្រីនិតខ្លាចកូនស្រីរបស់នាងនឹងបែកចិត្តទៅនៅទីក្រុងឬក៏ជាជនជាតិក្រុងមិនចង់ឲ្យមានជំនាញជាប់ពាក់ព័ន្ធជាមួយគ្រួសារក្រៅភូមិនៅយប់មួយក្រោយពេលភ្លៀងធ្លាក់ស្រែទឹកហូរលិចតិចស្រីនិតនិងវិបុលបានជួយគ្នាគៀបស្រូវនៅតំបន់ទឹកជ្រោះមួយក្បែរនោះដោយមិនខ្លាចការលំបាកភាពពិតចំពោះចិត្តស្មោះរបស់វិបុលបានធ្វើឲ្យម្ដាយនាងចាប់ផ្ដើមយល់និងទទួលស្គាល់ភាពស្រឡាញ់ពិតរបស់ពួកគេទាំងពីរផងដែររឿងនេះបញ្ចប់ដោយពិធីមង្គលតូចមួយនៅក្នុងវាលស្រែបណ្ដាលឲ្យអ្នកភូមិស្ងប់ស្ងាត់មួយបំពង់ជាមួយនឹងសំណោចរីករាយនឹងចម្រៀងចម្រើនបទសាមគ្គីហើយបញ្ជាក់ពីក្តីស្រឡាញ់ក្តីស្នេហារបស់គេពីរនាក់ហ្នឹងទៅក្រោយពីយល់ចិត្តជាឯងម៉ែខាងស្រីក៏អត់បានហាមអត់ខ្វាត់អីដែរហ្នឹងអរគុណ